ជំរាបសួរអ្នកនរគ្នាថ្ងៃនេះខ្ញុំមកលើកឡើងការបង្ហាញអំពីការបង្កើតនៅ Apple ID ឬក៏បង្កើត Apple ID មិនបានបងប្អូនខ្លះគាត់ខមមិនថាគាត់បង្កើតមិនបានទេបាទអញ្ចឹងបញ្ហាទាំងអស់នេះខ្ញុំមកដោះស្រាយជូនបងប្អូនអរគ្នានឹងបញ្ចូលច្បាស់អំពីបងប្អូនងាយយល់បាទអញ្ចឹងជាដំបូងនេះខ្ញុំនឹងចូលទៅ complete ចុច like និង subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងបាទហើយអ្នកនេះចូលមក setting មកបាទដើម្បីទៅដោះស្រាយបញ្ហាការបង្កើតនេះទាំងអស់គ្នាហើយនេះខ្ញុំយកពាក្យ general មកនេះខ្លៃរូបកោះចាក់នេះរូបខ្ញុំហ្នឹងហើយនេះមកកន្លងបន្តិចមកបាទកន្លែងដែលយើងបាទតាំងមកនេះកន្លែងនេះយើងមានប្រព័ន្ធកន្លែងនេះបាទគេដាក់ពាក្យថាភ្នំពេញអញ្ចឹងម៉ោងយើងស្ថិតនៅភ្នំពេញហើយគឺនៅកម្ពុជារបស់យើងកន្លែងនេះគេដាក់ថាម៉ោងនៅប្រទេសណាផ្សេងអីចឹងនៅថាម៉ោងរបស់អ្នកគ្នាគឺអត់ស្ថិតនៅម៉ោងកម្ពុជារបស់យើងទេចឹងនេះគួរតែដូរមកបាទភ្នំពេញខេមរារបស់យើងវិញមកបាទគឺមកកម្ពុជារបស់យើងបាទអញ្ចឹងនេះវាពាក្យភ្នំពេញចឹងមកបាទ PH បាទ NOM ចឹងមកឃើញពាក្យភ្នំពេញខេមរានេះវាចុចលើនឹងមកបាទតែការបើកប៊ូតុងនេះវិញអូខេហើយមួយទៀតខ្ញុំថតវិញនេះអូមកខំតិចកន្លែងភាសាតំបន់បាទនេះកន្លែងនេះអ្នកគ្នាកន្លែងមួយកន្លែងពាក្យថាខេមរានេះកន្លែងនេះអ្នកនេះបាទនេះកន្លែងនេះគួរតែមើលដែរខ្លះវាលោតនៅប្រទេសជប៉ុនឬក៏ប្រទេសកូរ៉េឬក៏សហរដ្ឋអាមេរិកអញ្ចឹងនេះគួរតែមកខេមរារបស់យើងវិញមកបើអ្នកគ្នានៅប្រទេសផ្សេងអញ្ចឹងយើងវាពាក្យខេមរាមកចុចលើខេមរារបស់យើងវិញមកគឺវាជាអាស្រ័យហើយអូខេហើយមួយទៀតនេះហើយនេះបាទហើយទី3នេះកន្លែងនេះអ្នកចុចត្រង់ហ្នឹងមកអ្នកគ្នាយកខាងលើគេមកដើម្បីងាយស្រួលក្នុងការពេលដែលយើងបង្កើត Apple ID គឺពេលបំពេញខែឆ្នាំគឺងាយស្រួលបាទយកខាងលើហ្នឹងមកអូខេអញ្ចឹងគឺអស់ហើយគឺមានតែប៉ុណ្្នឹងទេបាទអញ្ចឹងយើងថយមកវិញមកដើម្បីតោះទៅបង្កើតនៅ Apple account Apple ID របស់យើងទាំងអស់គ្នាអូខេខ្ញុំគ្រប់នេះversion នេះ version គឺថាសម្ដេចខ្ញុំមាន version 16បាទចុច 3.1 សម្រាប់បងប្អូនគឺមាន version ប្រហែលបាទគឺដូចខ្ញុំអត់បងប្អូនមើលតាមខ្ញុំបានខ្ញុំមាន version លើហ្នឹងក៏អាចមើលតាមខ្ញុំបានដែរខ្ញុំចូលអំពីបងប្អូនបាទការបង្កើតច្បាស់តោះវិញមិនខាងពីនេះចូលទៅបង្កើត Apple ID របស់យើងទាំងអស់គ្នាបាទនេះចូលហើយរូបនេះមិនមកបាទអូខេសម្រាប់ version ទៀតនេះចុចទៅមកបាទគឺ version ពូនេះអ្នកគ្នាឃើញខ្ញុំដាក់ឲ្យមើលហ្នឹងបាទចុចក្នុងទៅអូខេអញ្ចឹងកន្លែងនេះមិនដល់ហើយនេះគឺខ្ញុំមកពេញខែឆ្នាំកំណើតរបស់យើងទាំងឈ្មោះបាទជាដំបូងនេះដាក់ឈ្មោះសិនមកខ្ញុំដាក់ឈ្មោះមួយកម្រិតនេះស្អាតចិត្តអ្នកគ្នាស្រឡាញ់អូខេខាងក្រោមបាទខែឆ្នាំកំណើតខ្ញុំដាក់មកឡើងនេះខ្ញុំកាត់នេះណាខែណាបាទអូខេតោះមកសេរីឆ្នាំម្ដងបាទឆ្នាំមួយខែបាទកាត់ខែណាខ្ញុំដាក់មកឆ្នាំបាទ2000ម៉ែនេះក៏1000ប្រហែលខែខ្ញុំដាក់2001តោះមកខ្ញុំចុច continue មកអូខេនេះខ្ញុំយកសម្បក key នេះមកបាទតែយើងអត់មាន email ទេយើងបង្កើតជាមួយនឹង iCloud ម្ដងគឺខ្ញុំយក iCloud email ត្រេះហ្នឹងហើយអូខេដល់ហើយនេះខ្ញុំធ្វើការបំពេញនៅApple ID ជាស្រ័យឈ្មោះ email នេះបាទឈ្មោះ email របស់យើងយើងទៅកៅពេញមកបាទខ្ញុំដាក់មួយមានបាទមួយមានកូនបងបាទនេះដាក់ខ្លីពេកក៏គេឲ្យដែរអ្នកខ្ញុំបញ្ជាក់នេះគ្នាគួរតែដាក់ឲ្យវែងចឹងមកណាវែងខ្ញុំចឹងមកខ្លីពេកក៏គេឲ្យដែរបាទអូខេតោះមកខ្ញុំចុច continue មកតោះមកខ្ញុំយក create email address ហ្នឹងមកបាទលើគេនេះចុចមកនេះក៏វាកំពុងតែដំណើរការនេះចាំបន្តិចទៅអូខេអ្នកខ្ញុំកន្លែង password នេះក៏សំខាន់ណាស់អ្នកនេះនេះគួរតែដាក់ password ដែលរងមាំបាទដែលមានសុវត្ថិភាពមិនងាយអ្នកណានឹងចាំបានអ្នកគ្នាគួរតែដាក់បាទខ្ញុំអញ្ចឹងកន្លែងនេះអ្នកគ្នាគួរតែដាក់មានអក្សរតូចអក្សរធំងាយជាមួយគ្នានឹងលេខហើយនឹងសញ្ញានេះខ្ញុំបានដាក់នៅក្នុងវីដេអូនេះបើគាត់ជិះឃើញខ្ញុំឧទាហរណ៍អ្នកគ្នាមើលបាទគឺមានលេខអញ្ចឹងមកបាទអ្នកគ្នាដាក់លាយអក្សរធំតូចឬក៏សញ្ញានឹងលេខអញ្ចឹងណាគឺខ្ញុំបានដាក់មើលអញ្ចឹងមកបាទហើយខាងក្រោមហ្នឹងគឺយើងដាក់ឲ្យដូចគ្នាដែរមកបាទដាក់ដូចខាងលើដែរមកដូចគ្នាមកហ
ហើយអ្នកគ្នាចុច continue ទៅពេលអ្នកគ្នាដាក់រួចហើយបាទចុច continue នេះកំពុងដំណើរការអូខេដល់កន្លែងនេះគឺវាចូលទូរស័ព្ទដៃលេខទូរស័ព្ទដៃរបស់យើងគឺឲ្យអូតូតែម្ដងបាទនេះលេខទូរស័ព្ទដៃរបស់ខ្ញុំបើអ្នកគ្នាចង់បដូរយើងចុចខាងក្រោមទៅយើងអត់ចង់បដូរទេចុច continue ខាងលើនឹងតែម្ដងទៅចង់ដាក់លេខនឹងតែម្ដងអូខេកន្លែងនេះនេះចុចកន្លែងនេះនេះបាទជ្រុងស្វែងដៃនេះខ្ញុំយកព្រមបាទខ្ញុំយកព្រមអូខេនេះគឺចូលនេះវាកំពុងតែដំណើរការហើយចាំបន្តិចសិនអ្នកនេះបាទកន្លែងនេះសូមតែការកាត់តិចឲ្យសាររៀងយូរបាទអូខេអញ្ចឹងមកដល់កន្លែងនេះគឺវាលោតមកកន្លែងនេះគឺដោយសារតែខ្ញុំទូរស័ព្ទដៃរបស់ខ្ញុំគឺដាក់លេខកូដបាទអញ្ចឹងគឺការលេខកូដដោះសោអ្នកនេះទៅការមកពេញមកទូរស័ព្ទដៃអ្នកគ្នាដាក់ទេគឺវាអត់លោតមកទេសារទូរស័ព្ទដៃខ្ញុំបានដាក់បាទលេខកូដដោះសោវាឡើងកំពុងដំណើរការហើយកន្លែងនេះយកខាងក្រោមមកបាទកន្លែងនេះគឺវាសួរខ្ញុំបាទដោយសារខ្ញុំធ្លាប់កើត Apple ID ជាមួយលេខនឹងពីមុនមកដល់ពេលអញ្ចឹងគឺគេសួរយើងហើយបាទអូខេអញ្ចឹងគឺដល់កន្លែងនេះគេយើងបានមកតង់នេះគឺនៅមកតង់ទៀតមិនទាន់ប្រកាសថាបាន 100%ទេបាទយើងអាចដូររូបដោយបានបាទតើឥឡូវយើងទៅមកតង់ទៀតអ្នកគ្នាចូលទៅ App Store បាទចូល App Store មកដើម្បីលុក Gmail របស់យើងលុកApple ID របស់យើងចូលបាទនេះគេដាក់ពាក្យថា Apple ID និង password នេះអ្នកនាងត្រូវការដាក់ឈ្មោះ Apple ID ដែលខ្ញុំអ្នកគ្នាមកពេញមុនហ្នឹងណានេះកន្លែងនេះខ្ញុំចេញអ្នកគ្នាដើម្បីងាយយល់បាទនេះឈ្មោះ Apple ID របស់យើងនេះមកខាងក្រោមនេះខាងក្រោមបងមាននេះអ្នកនាងត្រូវការពេញកន្លែង Apple ID ដែលមកនៅខាងលើនេះបាទឈ្មោះ Apple ID យើងនេះនេះត្រូវការមកពេញមកខ្ញុំត្រូវការមកពេញសិនបាទអ្នកនាងចាំបន្តិចអូខេអញ្ចឹងនេះមកពេញអញ្ចឹងមកណាឈ្មោះរបស់យើងខាងលើគឺយើងអត់បានពេលដែលយើងមកពេញហ្នឹងបង្កើតហ្នឹងគឺយើងអត់បានដាក់ថាសញ្ញា A ធំនិង iCloud.com ទេអញ្ចឹងយើងដាក់តែមួយមានកូនបងអញ្ចឹងគឺយើងដាក់តែប៉ុណ្ណឹងពេលហ្នឹងអញ្ចឹងអ្នកនាងដល់ពេលបំពេញនេះអ្នកនាងដាក់អក្សរ A ធំហ្នឹងហើយ iCloud.com អញ្ចឹងណាបាទហើយសម្រាប់ខាងក្រោមគឺ password អ្នកនាងត្រូវការបំពេញ password ដែលយើងបានបង្កើតហ្នឹងអ្នកនាងដាក់ប្រមាណមិញតើពេលអ្នកគ្នាពេញរួចរាល់ហើយអ្នកគ្នាឃើញពាក្យ sign in ខាងក្រោមមកអ្នកចុចត្រង់ហ្នឹងមកបាទនេះកំពុងតែដំណើរការអូខេនេះគឺចូលហើយបាទនេះApple ID របស់យើងហើយយើងធ្វើការ down game ណាមួយមកអ្នកគ្នាគឺវាអត់ទាន់ហើយទេហើយអ្នកគ្នា down game listen អ្នកគ្នាយើងធ្វើការចូលបាទលេខកូដរបស់យើង password មិញចុច sign in មកចូលហើយតែកំពុងតែដំណើរការចាំបន្តិចអ្នកគ្នាអូខេពេលលើបែបនេះយើងចុចត្រង់នេះមកណាមើលធ្វើការទៅបើកកន្លែង iScan ដែលយើងបានពេញបាញ់មិញវាបញ្ជាក់ម្ដងទៀតអូខេតែយើងបើកកន្លែងនេះមកបើកប៊ូតុងមកតោះមកនេះចុចញិចមកបាទនេះខាងលើនេះឆ្វេងដៃខាងលើនេះចុចញិចមកអូខេអញ្ចឹងគឺយើងធ្វើការបំពេញបាទកន្លែងនេះគឺអ្នកឃើញគ្រីសនៅខាងលើអញ្ចឹងនេះគឺគួរតែដូរដាក់នេះ note ខាងក្រោមមកបាទដូចខ្ញុំអញ្ចឹងមកអូខេបន្តមកយើងអស់មកក្រោមមកធ្វើការបំពេញបាទលេខផ្លូវកន្លែងនេះអ្នកដាក់ដូចខ្ញុំចង់បាននេះដាក់មែនតែកន្លែងនេះលេខផ្លូវអូខេកន្លែងនេះកន្លែង country នេះអ្នកដាក់ភ្នំពេញអញ្ចឹងណាកន្លែងទី4ហ្នឹងហើយទី3ភ្នំពេញនេះគ្នាចឹងមកបាទដាក់ចឹងមកភ្នំពេញចឹងមកអូខេហើយខាងក្រោមគឺ pass code នេះដាក់ 12000 អញ្ចឹងបាទអូខេហើយនឹងមួយទៀតនេះខាងក្រោមមួយទៀតគឺ phone បាទគឺលេខទូរស័ព្ទរបស់យើងនេះដាក់មកបាទលេខហ្នឹង009នេះចុចខាងមុខនេះមកបាទតមកជាកតុយលេខរបស់យើងខាងក្រោយ6តុងនេះអូខេអញ្ចឹងរួចរាល់ហើយនេះចុចនេះទៅអូខេតមកគេរួចរាល់ហើយនេះចុច continue នេះទៅបាទឥឡូវយើងទៅសាក download ហ្គេមបាញ់ថាគេ download បានហើយតាមបញ្ចូលលេខកូដរបស់យើងបាទចូលហើយនេះចុច sign in មកនេះកំពុងដំណើរការអូខេចាំមើលតើបានអត់នេះបាទចាំមើលតើអស់នេះ
គឺយើងបើអាច download កម្មវិធីផ្សេងៗបានណាចឹងមកយើងបានបង្កើតបាន 100% ហើយអ្នកនរនេះបាទអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកគ្នានឹងយល់បាទ Mình có bênចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយចុច Subscribe like ម្នាក់មួយផង